ជំរាបសួរពុកម៉ែអ៊ំពូមីងបងប្អូនថ្ងៃនេះនាងខ្ញុំនាំអារម្មណ៍ពុកម៉ែអ៊ំពូមីងបងប្អូនមកមើលទេសភាពស្រុកស្រែនារដូវវស្សានិយាយពីថាស្អាតណាស់បងប្អូនអើយគ្រាន់តែចេញមកឃើញនឹងស្រស់ស្រាយអារម្មណ៍ហ្មងកូននាងខ្ញុំនារដូវវស្សាមិនថារដូវប្រាំងរដូវវស្សាទេទេសភាពស្រុកស្រែរដូវវស្សាស្អាតម្យ៉ាងរដូវប្រាំងស្អាតម្យ៉ាងតែគាត់ថារដូវវស្សាហ្នឹងគឺទេសភាពខៀវស្ងាត់ស្រស់ស្អាតហ្មងហើយកូននាងខ្ញុំគាត់ចូលចិត្តមកស្រុកស្រែនារដូវវស្សាអញ្ចឹងហើយថ្ងៃនេះដោយសារព្រឹកឡើងមេឃភ្លៀងអញ្ចឹងផ្លូវមកហ្នឹងរៀងបែកផុកអញ្ចឹងជិះកង់អាកាតាមធម្មតាគាត់មកអញ្ចឹងគាត់ជិះកង់មកគាត់ជិះកង់ចូលទៅហត់អញ្ចឹងបានគាត់បត់ត្រឡប់ទៅវិញបងប្អូនមើលផ្ទាល់ផ្នែកខ្លួនឯងទៅឃើញហើយគឺទេសភាពស្អាតខ្លាំងបាច់ទៅណាឆ្ងាយទេទៅតែស្រុកកំណើតហ្នឹងគឺស្រស់ថ្លាអារម្មណ៍អញ្ចឹងអត់មានអ្វីច្រើនទេជម្រាបលាបាយបាយជួបគ្នាវីដេអូក្រោយ